លបែងសាច់ដុំរវាងមហាជាអាមេរិកនិងខ្លាធំប្រឆាំងបូពីបានឈានដល់ចំណុចផ្ទុះកាលពីខែមេសាឆ្នាំ2026ក្រោយប្រតិបត្តិការសង្គ្រោះអ្នកបើកបរយន្តហោះ F-15 ក្នុងទឹកដីអ៊ីរ៉ង់យន្តហោះចម្បាំង F-15 មួយគ្រឿងរបស់កងទ័ពអាមេរិកត្រូវសំណាញ់មេឃីអ៊ីរ៉ង់បាញ់ធ្លាក់នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់កាលពីពេលថ្មីនេះហើយពេលនេះទាហានអាមេរិកបានចេញប្រតិបត្តិការសម្រុកចូលជួយសង្គ្រោះទាំងព្រលឹងចុងសក់ដើម្បីរំដោះភីឡុតយន្តហោះចម្បាំង F-15 ធ្វើឲ្យអ៊ីរ៉ង់បាញ់តដៃយ៉ាងស្វិតស្វាញបំផុតសារព័ត៌មាន CNN និង Al Jazeera បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី5ខែមេសាឆ្នាំ2026នេះគឺបានឲ្យដឹងថាក្រុមជនជាតិភៀតតិចនៅក្នុងប្រទេសអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើឧទ្ធម្ភាគចក្ររបស់កងទ័ពសហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការស្វែងរកអ្នកបើកបរយន្តហោះចម្បាំង F-15E ដែលបានធ្លាក់នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវកាករបស់អ៊ីរ៉ង់បានរីកាថានៅក្នុងតំបន់ភ្នំដាច់ស្រយាលនៃខេត្ត Kogi Luyen Boye Ahmed និងតំបន់ Battery ក្រុមជនជាតិភៀតតិចបានព្រួតគ្នាដេញបាញ់ទៅលើអធិមភឹកចក្រ Black Hawk ចំនួន2គ្រឿងរបស់សហរដ្ឋអាមេរិកភ្លាមនោះកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានចេញមុខមកកោតសរសើរក្រុមជនជាតិភៀតតិចទាំងនោះថាជាអ្នកការពារព្រំដែនដ៏ក្លាហានដាច់ខាតនិងមានជ័យជំនះបំផុតគួររំលឹកផងដែរថារាជរដ្ឋាភិបាលអ៊ីរ៉ង់ធ្លាប់បានប្រកាសហើយនឹងផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង$200,000សហរដ្ឋអាមេរិកសម្រាប់អ្នកណាដែលចាប់ខ្លួនភីឡុតអាមេរិកនេះបានក្នុងវីដេអូដែលចេញផ្សាយដោយសារព័ត៌មាន Tasnim Khaltam El Enbaya អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលអ៊ីរ៉ង់បានសង្កត់ធ្ងន់ថាយើងនឹងគ្រប់គ្រងដែនអាកាសលើប្រទេសរបស់យើងទាំងស្រុងហើយនឹងបង្ហាញឲ្យពិភពលោកឃើញពីភាពអាម៉ាស់របស់សត្រូវខ្លាំងជាងពេលណាទាំងអស់ទោះជាយ៉ាងណាក៏ដោយបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃដដែលនោះបានឲ្យដឹងច្បាស់ថាប្រធានាធិបតី Donald Trump បានប្រកាសដោយក្តីរំភើបពីភាពជោគជ័យនៃប្រតិបត្តិការកងទ័ពអាមេរិកថាក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះកងទ័ពសហរដ្ឋអាមេរិកបានអនុវត្តប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះដ៏ក្លាហានបំផុតនិងមានបច្ចេកទេសមួយនៅក្នុងប្រវត្តិសាស្ត្រហើយឥឡូវនេះគាត់មានសុវត្ថិភាពហើយទោះបីគាត់រងរបួសតែគាត់នឹងមិនអីនោះទេទោះបីជាការជួយសង្គ្រោះអ្នកបើកបរយន្តហោះទី2បានសម្រេចប៉ុន្តែរបាយការណ៍បានបញ្ជាក់ថាបេសកកម្មមិនទាន់បញ្ចប់ទាំងស្រុងនោះទេដោយសារក្រុមសង្គ្រោះនិងអ្នកបើកបរយន្តហោះនោះនៅតែជាប់គាំងក្នុងទឹកដីអ៊ីរ៉ង់ចំពេលមានការបាញ់បោះគ្នាយ៉ាងសាហាវក្បែរក្រុង Dedas ក្នុងស្ថានភាពដ៏តានតឹងនេះលោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិដោយប្រមានថាការវាយប្រហារណាមួយក្បែររោងចក្រអគ្គិសនី Bose នឹងបង្កជាវិបត្តិវិទ្យុសកម្មហើយលោកបានតបទៅកាន់ការគំរាមរបស់លោក Trump វិញថាតំបន់នេះនឹងក្លាយជានរកសម្រាប់ពួកអ្នកដូចគ្នាទេគួរបញ្ជាក់ផងដែរថាសង្គ្រាមដែលបានឈានដល់សប្តាហ៍ទី6នេះបានសម្លាប់មនុស្សរាប់ពាន់នាក់ហើយនិងបង្កវិបត្តិថាមពលទូទាំងពិភពលោកដោយសារតែការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង1/5នៃពិភពលោក